ណៈរៀន Revit សម្រាប់សិស្សរៀនផ្ទាល់នឹង online ខ្ញុំបញ្យល់ពីមុខងារ detail map មួយជាទូទៅនៅពេលដែលខ្ញុំបង្ហាញប្លង់ចេះពេលដែលយើងបើកជា teacher មកគឺយើងឃើញ map សម្រាប់ map វាមិនមែនមានតែមួយទីតាំងទេមានន័យថាជួនកាលវាអាចនៅទីតាំង floor ជួនកាលវាអាចនៅទីតាំង furniture របស់យើងមានន័យថាទីតាំងផ្សេងគ្នាអញ្ចឹងណាអញ្ចឹងករណីហ្នឹងនៅពេលយើង detail ប្លង់ដើម្បីមានភាពងាយស្រួលតើតើយើងយល់ពីតម្រូវការការងាររបស់យើងមកវិញមានន័យថាទីមួយនៅក្នុង Revit គឺវាមានមុខងារច្រើនឧទាហរណ៍ថាយើងបង្កើតមុខងារ legend នេះគឺយើងតំណាងមានន័យថាទីតាំង point នេះទីតាំងសម្រាប់រៀប map ចាប់ផ្ដើមអញ្ចឹងករណីយើងបើកមុខងារជា hidden line វិញគឺយើងងាយស្រួលមើលតាក់ទងជាមួយនឹងរងក្រូឬក៏រង map របស់យើងមានន័យថាចំណុចចាប់ផ្ដើមពីចំណុចនេះមកវាផ្ទៃពេញបន្ទាប់មកជាងក៏អាចរៀបដេញមកទៅតាមអ្វីដែលយើងបង្ហាញជាងអញ្ចឹងណាឬតាមប្លង់ជាក់ស្ដែងបន្ទាប់មកទៀតនៅក្នុងមុខងារហ្នឹងឧទាហរណ៍ថាបើករណីយើងចង់ទៅសេរៀបរាប់អីយើងគ្រាន់តែបើកមុខងារ teacher មកបន្ទាប់មកយើងវាយ comment របស់យើងមកយើងច្អល់ហ្មងច្អល់ប្រាប់ថា map ហ្នឹងពណ៌អីគេហើយទំហំប៉ុណ្ណាលេខកូដវាប៉ុណ្ណានៅក្នុងអាការច្អល់នេះយើងចង់ច្អល់ប្រមាណដងក៏បានដែរប៉ុន្តែនៅក្នុងហ្នឹងក៏វាមានមុខងារ legend ដែលយើងបង្ហាញរួចរាល់ហើយអញ្ចឹង Revit គឺវាងាយស្រួលត្រង់ទាំងអស់ហ្នឹងមានន័យថាយើងគ្រាន់តែប្រើ tool មកគឺវាច្អល់បង្ហាញអូតូឲ្យយើងអត់ចាំបាច់ទៅសេទេហើយមានន័យថាតាក់ទងជាមួយ material ឬក៏បរិមាណទាំងអស់ហ្នឹងគឺវាច្បាស់លាស់វាមិនមែនចេះតគូឬក៏យើងចេះបន្ថែមបន្ថយអីខ្លួនឯងបានទេមានន័យថាកម្មវិធីគឺវាយល់អូតូចុះឧទាហរណ៍ថាខ្ញុំច្អល់ map ឡើងចក្រានបាយនេះទៀតមកវាចេញតាក់ទងជាមួយនឹងព័ត៌មានឲ្យយើងផ្សេងអញ្ចឹងណាសម្រាប់ចំណុចហ្នឹងគឺវាងាយស្រួលមានន័យថាយើងអត់ចាំបាច់ទៅសេសាថ្មីឬក៏ copy ទេយើងគ្រាន់តែច្អល់មកគឺវាប្រាប់យើងអូតូតែម្ដងអញ្ចឹងតាក់ទងមួយ Revit មានន័យថាការងារ professional គឺតាក់ទងមួយការងារបច្ចេកទេសនិងការងារ detail ដែលកម្មវិធីផ្សេងទៅធ្វើបានណាហើយសម្រាប់អ្នកដែលគាត់រៀន Revit អត់ចេះឬក៏អត់ច្បាស់តាក់ទងមួយការងារទាំងអស់ហ្នឹងធ្វើអត់ចេញទេមួយទៀតឧទាហរណ៍ថានៅក្នុង Revit បើយើងចង់បាន map ខាងក្រោយនេះក្បៀសកុំឲ្យបាត់យើងអាចកែតម្រូវបានឧទាហរណ៍ថាកន្លែងហ្នឹងវាតាក់ទងមួយ area ហើយយើង format វាមកយើងអាចប្រើជាຂະຫນាតម៉ែត្រប៉ុន្តែយើងយកខាងក្រោយក្បៀស2ខ្ទង់ដើម្បីកុំឲ្យយើងបាត់បរិមាណណាអញ្ចឹងវានឹងចេញអាកន្លែងលេខខាងចុងនេះឲ្យយើងនៅក្នុងលក្ខខណ្ឌហ្នឹងគឺអាស្រ័យលើយើងយល់ការងារទាំងអស់គឺផ្ដើមចេញពីការយល់របស់យើងហើយពេលដែលយើងធ្វើការ detail អីគឺវាងាយស្រួលទាំងអស់ហ្នឹងណាមានន័យថា 2D 3D link ចូលគ្នាតាក់ទងមួយព័ត៌មានតាក់ទងជាមួយនឹងបរិមាណអីគឺមានទាំងអស់អញ្ចឹងសម្រាប់វីដេអូដែលយើងបង្ហាញហ្នឹងគឺយើងមានប៉ុណ្ណឹង